បាទសូមជំរាបសួរពុកម៉ែបងប្អូនវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូដែលបង្ហាញពីដំណាំទុរេនបាទថ្ងៃនេះថ្ងៃទី12ខែ5ឆ្នាំ2025អញ្ចឹងវីដេអូនេះខ្ញុំថតនៅក្នុងចំការទុរេនលោកគ្រូឈុនកាំងនៅក្នុងខេត្តរតនគិរីបាទអញ្ចឹងដើមនេះគឺដើមភួងមនីបាទភួងមនីអញ្ចឹងសម្រាប់ភួងមនីនេះនៅក្នុងចកាតកាំងរតនគិរីក៏មានដែរបាទអញ្ចឹងសម្រាប់ឆ្នាំនេះបងប្អូនដែលចង់ភ្លក់រសជាតិភួងមនីបាទអាចមករកបាននៅក្នុងចំការទុរេនតកាំងបាទឥឡូវវាបានប៉ុណ្ណេះហើយអាយុផ្លែវាបាទជាង80ថ្ងៃហើយដែរបាទគាត់ថាភួងមនីផ្លែវាអត់សូវធំទេទូចអញ្ចឹងតែសាច់គឺធានាថាឈ្ងុយបាទភួងមនីហើយចំណែកខាងនេះគឺមុនថងបាទមុនថងក៏អាយុនៃផ្លែមាន80ថ្ងៃ90ថ្ងៃបាទអញ្ចឹងវាមុនក្រោយគ្នាបន្តិចបន្តួចដែរអញ្ចឹងយើងប្រហែលជាចាប់ផ្ដើមប្រមូលផលហ្នឹងគឺនៅរយៈពេល20ថ្ងៃទៀតបាទ20ថ្ងៃទៀតហើយវីដេអូនេះខ្ញុំមកបង្ហាញជូនពុកម៉ែបងប្អូនពីសកម្មភាពក្រុមការងារនៅក្នុងចំការតកាំងគាត់ធ្វើការបាចម្សៅការពាររលួយឫសរលួយគល់បាទនៅគេហៅថាដើមរដូវវស្សាដែលជាទូទៅការអនុវត្តកន្លងមកសម្រាប់ចការតកាំងគឺយើងតែងតែអនុវត្តការប្រើប្រាស់ម្សៅការពាររលួយឫសរលួយគល់2 ដងក្នុងមួយឆ្នាំបើសិនបើដើមហ្នឹងវាធម្មតាយើងអត់និយាយលក្ខខណ្ឌដើមឈឺណាយើងនិយាយពីដើមហ្នឹងគឺសុខភាពធម្មតាជាទូទៅគឺយើងប្រើ2 ដងបើន័យថាដើមរដូវវស្សាបើន័យថាមុនរដូវធ្លាក់ទឹកភ្លៀងមកដល់គឺយើងប្រើម្ដងហើយបញ្ចប់នៃរដូវវស្សាគឺយើងប្រើម្ដងអញ្ចឹងបើន័យថាមួយឆ្នាំយើងប្រើប្រាស់ម្សៅការពាររលួយឫសរលួយគល់2 ដងបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទមុននឹងយើងប្រើម្សៅការពាររលួយឫសរលួយគល់ហ្នឹងគឺយើងត្រូវការសម្អាតស្មៅនៅក្រោមដើមបាទក្រោមគល់បរិវេណ1 ម៉ែត្រឬក៏1 ម៉ែត្រកន្លះនៃម្លប់នៃដើមហើយម្សៅនេះគឺយើងបាចតាមលទ្ធភាពបាទច្រើនកាលណាល្អកាលហ្នឹងវាអត់មានទៅប៉ះពាល់អីទេម្សៅហ្នឹងគឺយើងជួយទៅដល់ការកើតមេរោគនៅក្នុងដីបាទរលួយឫសរលួយគល់ឬក៏ការដែលមានមេរោគនៅក្នុងកគល់អីហ្នឹងគឺយើងប្រើម្សៅហ្នឹងហើយមិនមែនថាតើតែយើងដើមនឹងឈឺបានយើងប្រើអត់ទេគឺយើងប្រើសម្រាប់ការពារបើសិនបើឈឺហើយយើងព្យាបាលគឺយើងប្រើបរិមាណច្រើនហើយការព្យាបាលវាមិនសូវជាមានប្រសិទ្ធភាព 100% ដូចយើងប្រើការពារទេវាមិនខុសពីមនុស្សយើងទេបើយើងថែទាំសុខភាពយើងឲ្យល្អហើយអាហ្នឹងវាមិនងាយឈឺទេបាទយើងធ្វើលំហាត់ប្រាណអីចឹងទៅតែដល់ពេលបើយើងឈឺហើយយើងរត់ទៅរកពេទ្យអាហ្នឹងវាទី1យើងចំណាយលុយច្រើនទី2សុខភាពយើងក៏វាមិនអាចត្រឡប់មក 100% ដូចយើងមិនទាន់ឈឺដែរបាទអញ្ចឹងដើមមួយនេះនៅឡូទី4ខ្ញុំធ្លាប់ថតបង្ហាញពុកម៉ែបងប្អូនពីវគ្គមុនដំបូងហ្នឹងខ្ញុំអត់ចាំថ្ងៃទេប៉ុន្តែខ្ញុំថតអាពេលដែលវាជំរុះហើយដើមហ្នឹងគឺវាផ្កាហើយនឹងក្តឹបហ្នឹងច្រើនបាទឥឡូវគឺវានៅសល់បាទច្រើនដែរតែយើងអត់ទាន់បានរាប់ទេព្រោះក្រុមការងារយើងគាត់ចាប់ផ្ដើមរាប់ដេញពីឡូ1នោះមកបាទអញ្ចឹងតនន័យយើងនឹងមានបញ្ចូលនៅក្នុង system ជាក់លាក់បាទយើងអត់ស្មាននេះអញ្ចឹងដើមនេះវាបាទ
បាយផ្កាថ្ងៃទី11ខែ2 2025អញ្ចឹងមកដល់ថ្ងៃទី12នេះវាអាយុ90ថ្ងៃត្រឹមបាទ90ថ្ងៃផ្លែនេះចឹងបាទនេះតោះទៀងបាទអញ្ចឹងម្សៅការពាររលួយឬគល់បាទ2អានេះម្សៅការពាររលួយឬគល់គឺអញ្ចឹងកញ្ចប់វាបែបនេះហើយមកកញ្ចប់1គីឡូតែគ្រាន់ថាយើងប្រើសម្រាប់ចការខ្លួនឯងយើងអត់បិទ sticker ទេយើងអត់បិទផ្លាកទេព្រោះដោយសារកុំឲ្យខាតកម្លាំងពលកម្មនិងខាតថ្លៃដើមបាទអញ្ចឹងយើងកំងមកស៊ីនអញ្ចឹងយកមកបាទអញ្ចឹងសាច់ម្សៅខាងក្នុងអីដូចគ្នាបាទតោះសមិទ្ធចេញសិនមកបាយទៀនដល់បាទការបាញនេះយើងបាចមួយដើមកន្លះគីឡូបាទដើមធំចំណែកដើមទូយើងបាចម៉ានេះ2ខាំកន្លះបាទចឹងមួយទៀតបាចវាជាប់នឹងដើមហ្មងបានន័យថាការបាចម្សៅការពាររលួយឬគល់គឺបច្រាស់ពីយើងបាចជីបាទយើងបាចជីគ្រាប់យើងបាចពីចុងសម្យាបស្លឹកបាទក្រោមម្លប់នៃដើមចុងសម្យាបស្លឹករាងច្រើនហើយចូលមកក្រោមម្លប់នៃដើមគឺរាងស្ដើងតែដល់ពេលដែលយើងបាចម្សៅការពាររលួយឬគល់គឺយើងបាចជាប់នឹងគល់ហ្នឹងរាងក្រាស់ហើយចេញមកខាងក្រៅហ្នឹងរាងស្ដើងតាមលទ្ធភាពតាមបរិមាណនៃម្សៅដែលយើងបាចបាទអញ្ចឹងគឺយើងបាចបែបនេះបាទហើយមុនយើងបាចគឺយើងត្រូវការសម្អាតស្មៅហើយនឹងស្លឹកនៅក្រោមម្លប់នៃដើមហ្នឹងបាទចំណែកស្មៅខាងក្រៅនេះគឺក្រុមការងារយើងគាត់កំពុងតែធ្វើការសម្អាតបាទយើងកាត់ស្មៅមកពីខាងក្រោយមកបន្តអញ្ចឹងដោយសារយើងធ្វើអត់តាន់យើងសម្អាតមកប្លុកនៃគល់ហ្នឹងដើម្បីយើងប្រើប្រាស់ម្សៅហ្នឹងឲ្យតាន់ជាមួយនឹងរដូវធ្លាក់ទឹកភ្លៀងមកដល់បាទអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្្នឹងសម្រាប់ជម្រាបជូនដល់ពុកម៉ែបងប្អូនបាទហើយទៅខាងលើនេះស្លឹករបស់យើងគឺអញ្ចេះបាទអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទអរគុណ